ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកចាក់ម្ទេសទាំងអស់គ្នាសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាចចាក់ម្នាក់មួយទៅជួជាមួយនឹងកាបូបបានសម្រាប់ជួទី1យើងធ្វើការចាក់ magic ring មួយហើយចាក់6 single crochet ចូលនៅក្នុង magic ringនៅពេលដែលចាក់គ្រប់ចំនួន6 single crochet ហើយអ្នកទាំងអស់គ្នាទាញខ្សែដើម្បីឲ្យផ្ចិតគូតនិងឲ្យជិតស្អាតកុំឲ្យនៅចំហឥឡូវនេះយើងចាប់ផ្ដើមធ្វើការចាក់បិទមកហើយយើងចូលជួរទី2ចំណែកជួរទី2នេះគឺយើងចាក់ INC increase ចាក់ចំនួន1ប្រឡោះ2ឲ្យបានគ្រប់ចំនួន1ជុំចា៎ចូលមកជួរទី3រហូតដល់ជួរទី8យើងធ្វើការចាក់ single crochet សតតែម្ដងរហូតដល់ជួរទី8អញ្ចឹងចាំជួបគ្នានៅជួរទី9ឥឡូវនេះយើងគ្រប់8ជួរហើយចូលជួរទី9គឺយើងធ្វើការចាក់2 single crochet ជាមួយនឹង decrease សម្រាប់ការចាក់2 single crochet នេះគឺមានន័យថា1ប្រឡោះ1 1ប្រឡោះ1បន្ទាប់មកយើងចាក់បង្រួម2ប្រឡោះបង្រួមទៅជា1ឥឡូវចូលមកដល់ជួរទី10រហូតដល់ជួរទី15យើងចាក់ជាមួយនឹង single crochet ហើយយើងធ្វើការ skip 1ប្រឡោះចាក់រហូតដល់ជួរទី15សម្រាប់ការ skip នេះគឺមានន័យថាពេលដែលយើងចូលដើមជួរដំបូងគឺយើងរំលង1ប្រឡោះហើយបានយើងចាក់ single crochet រហូតដល់មួយជុំហើយដល់ជុំជួបគ្នាវិញយើងរំលង1ប្រឡោះទៀតបានយើងចូលទៅដល់ជួរបន្តរហូតដល់ជួររបស់យើងគឺរួមទៅដល់កតុយម្ទេសឃើញម្ទេសយើងស្រួចនៅកតុយហើយងស្អាតហើយជាចុងក្រោយយើងធ្វើការចាក់បិទនៅលើគូតម្ទេសហ្នឹងឲ្យបានជារង្វង់គូតខ្យងឲ្យបានស្អាតគឺយើងសើកជាមួយនឹងម្ជុលហើយយើងសើកទៅតាមតសែអំបោះនៅខាងផ្នែកខាងក្រៅម្ដងមួយហើយយើងចាប់ផ្ដើមទាញបង្រួមហើយគូតម្ទេសរបស់យើងហ្នឹងគឺស្រួយស្អាតហើយកុំភ្លេចបងទាំងអស់គ្នាគឺញាត់ជាមួយនឹងសម្លៃបន្តិចផងចូលនៅក្នុងម្ទេសតែកុំដាក់ច្រើនពេកកុំឲ្យរំឆ្កឹលអត់ស្អាតទេចាហើយបន្ទាប់មកយើងធ្វើការចាក់តងនៅស្លឹកចាក់ស្លឹកវិញគឺយើងធ្វើ magic ring 1 8 single crochetបន្ទាប់មកយើងចាក់កតុយកតឡើងទៅលើឲ្យបានចំនួន5ហើយនៅពេលដែលយើងចាក់ត្រឡប់មកវិញគឺយើងម្លង skip 1ប្រឡោះរំលង1ប្រឡោះហើយយើងចាក់ជាមួយនឹង2 single crochet 1ប្រឡោះ1បន្ទាប់មកចាក់របងតឿ1ហើយធ្វើការបិទមុខហើយយើងបន្តចាក់កតុយកតឲ្យបាន5ទៀតធ្វើបែបនេះឲ្យបាន5ចាហើយបន្ទាប់មកថងចំណុចនេះការភ្ជាប់ស្លឹកជាមួយនឹងម្ទេសអ្នកទាំងអស់គ្នាអាចដេរជាអំបោះក៏បានឬក៏បិទកៅដូចខ្ញុំតែម្ដងក៏បានដែរលឿនហើយដាក់បន្តឲ្យស្រស់ស្អាតមករួចជាការស្រេចចាចឹងអរគុណសម្រាប់ការតាមដានអ្នកទាំងអស់គ្នា